ចាសម្រាប់រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើមេត្តាភូមិនិវត្តបន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនដែលបាននាំយកនៅលទ្ធផលផ្លែផ្កាជាច្រើនជូនជាតិជាពិសេសវិស័យសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃប្រហ័ស14រោចខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី27ខែមិនិនាឆ្នាំ2025ឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើមេត្តាភូមិនិវត្តបន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនដោយបាននាំយកនៅលទ្ធផលផ្លែផ្កាជាច្រើនជូនជាតិជាពិសេសវិស័យសុខាភិបាលកម្ពុជាក្នុងរយៈពេល3ថ្ងៃនេះឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកថាគឺជាទស្សនកិច្ចគ្រប់ជ្រុងជ្រោយមួយដែលទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាចិនហើយរក្សាបាននូវចំណងសាមគ្គីភាពនិងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីមានប្រសាសន៍ថាដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងតាមការអញ្ជើញរបស់គណៈកម្មាធិការក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលទៅធ្វើទស្សនកិច្ចជាផ្លូវការនៅទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី23ដល់ថ្ងៃទី27ខែមិនិនាឆ្នាំ2025ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសម្ដៅសម្រេចឲ្យបាននៅចំណុចអាទិភាពសុខាភិបាលនិងផែនការយុទ្ធសាស្ត្រសុខាភិបាលនៅក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី7ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារយៈពេល3ថ្ងៃពេញនៃដំណើរទស្សនកិច្ចនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយនៅក្នុងគោលដៅស្វែងយល់បន្ថែមពីប្រព័ន្ធសុខាភិបាលនៅទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីយកមកធ្វើការឆ្លុះបញ្ចាំងនិងអភិវឌ្ឍវិស័យសុខាភិបាលឲ្យកាន់តែរីកចម្រើនថែមទៀតនិងស្របទៅតាមបរិបទនៅកម្ពុជានៅក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូបានជួបប្រជុំពិភាក្សាការងារជាមួយនឹងលោកអ៊ីតវិនស៊ូអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្ការសុខភាពនិងប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈការពារនិងគ្រប់គ្រងជំងឺនិងឱសថនៃទីក្រុងហុងកុងនៅក្នុងដំណើរបំពេញទស្សនកិច្ចនេះដែរឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាលក៏បានជួបប្រសាយជាមួយនឹងថ្នាក់ដឹកនាំស្ថាប័នសុខាភិបាលនៅទីក្រុងហុងកុងជាច្រើនអ្នកព្រមទាំងបានទស្សនកិច្ចវប្បធម៌នៅតំបន់ខូលុនខាងលិចដែលជាគោលដៅវប្បធម៌ដ៏សំខាន់និងជាបេះដូងហុងកុងបានអញ្ជើញទៅទស្សនកិច្ចមន្ទីរពិសោធន៍និងរោងចក្រផលិតឱសថសំខាន់មួយចំនួននៅទីក្រុងហុងកុង Simcoe Hong Kong Ltd ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងគូបញ្ជាក់ថាលទ្ធផលនៃទស្សនកិច្ចរយៈពេល3ថ្ងៃនេះគឺជាការទស្សនកិច្ចគ្រប់ជ្រុងជ្រោយមួយដែលទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដោយខាងក្រោមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាចិនដើម្បីរក្សាចំណងសាមគ្គីភាពនិងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរទទួលបានបទពិសោធន៍នៅក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលនៃប្រទេសកម្ពុជារួមមានទំនើបកម្មសេវាព្យាបាលមន្ទីរពេទ្យកម្រិតចុងក្រោយការពង្រឹងច្បាប់បទដ្ឋានគតិយុត្តជាទូទៅនៅក្នុងដំណើរអភិវឌ្ឍការផ្តល់សេវាប្រកបដោយតម្លាភាពនិងគ្មានការរើសអើងដោយសូមអរគុណនៅសំណួរបាទដូចខ្ញុំបានរៀបរាប់នៅក្នុងដំណើរទស្សនកិច្ចនេះហើយបន្ថែមពីលើអ្វីដែលបានជម្រាបជូននេះតើអត្ថប្រយោជន៍សំខាន់សម្រាប់ជាតិកម្ពុជាយើងពីទស្សនកិច្ចនេះយ៉ាងណាគឺខ្ញុំបានជិតពិភាក្សាគ្នាឃើញថាដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចមួយដែលមានលក្ខណៈចម្រុះទាំងក្នុងវិស័យសុខាភិបាលទាំងវិស័យពាក់ព័ន្ធទាំងឡាយសឹងតែមិនថាទាំងអស់តែទាំងឡាយដែលឆ្លុះបញ្ចាំងក្នុងការពាក់ព័ន្ធនេះធ្វើឲ្យយើងគិតយកជាប្រយោជន៍ក្នុងការវិភាគអំពីដំណើរវិវត្តពីអតីតកាលមកនិងដំណើរបច្ចុប្បន្នដែលឃើញថារីកចម្រើនជឿនលឿននៅប្រទេសមួយដែលមានការជឿជាក់ថាជាផ្លូវច្បាប់ជានិយមស្តង់ដារអន្តរជាតិជាគុណភាពលាក់ឃើញថាជឿជាក់បាទដូច្នេះជាប្រយោជន៍យើងយកអ្វីដែលឃើញថាមានប្រយោជន៍ជាក់ស្ដែងហើយយកមកឆ្លុះបញ្ចាំង
ជាមួយនឹងស្ថានភាពកម្ពុជាហើយយើងរៀបចំឲ្យស្របនឹងបរិបទកម្ពុជាយើងហើយដែលយើងអាចមើលឃើញថាឲ្យពីបច្ចុប្បន្ននេះថាយើងនឹងវិវត្តទៅបែបដូចម្ដេចហើយទៅតាមលំនាំបទពិសោធន៍នេះគឺជារួមខ្ញុំសូមជំរាបជូនថាសារៈសំខាន់ដុំទាំងមូលតែម្ដងនៅទីនេះទាំងធនធានមនុស្សការបណ្ដុះបណ្ដាលទាំងហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារៈទាំងបច្ចេកវិទ្យានិងទាំងការចាត់ចែងធនធានមធ្យោបាយទាំងហិរញ្ញវត្ថុទាំងអ្វីទាំងឡាយណាដើម្បីធ្វើយ៉ាងណាឲ្យវិស័យសុខាភិបាលយើងកាន់តែមានភាពប្រសើរឡើងសម្រាប់បម្រើប្រជាពលរដ្ឋកម្ពុជាក្នុងសុខសន្តិភាពដែលយើងមាននេះបាទសូមអរគុណ